បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមធ្វើការ review ទាក់ទងជាមួយនឹងការសិក្សាមេរៀនព្រះធម៌របស់ព្រះពុទ្ធសាសនាដែលយើងគួរតែសិក្សារៀនសូត្រហើយមានសំណួរសួរថាតើយើងរៀនព្រះធម៌ហ្នឹងយើងរៀនអឺពីចំណុចណាតើសួរថាតើយើងចង់ស្វែងយល់អំពីអ្វី បើយើងចង់ស្វែងយល់អំពីការអប់រំចិត្តបើយើងចង់ស្វែងយល់អំពីការមើលចិត្តតាមដានចិត្តបាទសភាពរបស់ចិត្តលក្ខណៈរបស់ចិត្តយ៉ាងម៉េចយើងគួរតែសិក្សាទៅលើសៀវភៅតែតកតងជាមួយនឹងមេរៀនចិត្តហើយនៅក្នុងពុទ្ធសាសនានៅក្នុងត្រៃបិដកដែលចំណុចព្រះអភិធម្ម7កម្ពីអឺសិស្សចំនួនមុនច្បងមុនគាត់បានសម្រួមចូលទៅក្នុងតែបរមត្ថធម៌4ហ្នឹងទេគឺចិត្តចេតសិករូបនិព្វានអញ្ចឹងចំពោះប្រជាជនប្រកបរបរទទួលទានយើងសាមញ្ញធម្មតាយើងគួរតែរៀននៅបរមត្ថធម៌4ដែលមានមេរៀនចិត្តចេតសិករូបនិងនិព្វានហើយអ្វីដែលយើងគួរតែចាប់ផ្ដើមរៀនដំបូងគឺមេរៀនចេតសិកមេរៀនចេតសិកមានន័យថាជាគ្រឿងផ្សំរបស់ចិត្តតតែយើងរៀនពីមេរៀនចេតសិកសិនបានយើងអាចទៅរៀននៅមេរៀនចិត្តនឹងយល់ព្រោះអីយើងមិនអាចទៅស្លសម្លកកូរបានទេបើសិនជាយើងមិនដឹងថាសម្លកកូរមានគ្រឿងអ្វីខ្លះបាទអញ្ចឹងយើងត្រូវរៀនអំពីគ្រឿងផ្សំរបស់ចិត្តសិនបានយើងទៅរៀននៅមេរៀនចិត្តនីមួយៗអញ្ចឹងនៅក្នុងបរមត្ថធម៌4នេះមានមេរៀនចិត្តចេតសិកហ្នឹងគឺជាមេរៀនដែលយើងគួរតែសិក្សារៀនហើយកើតបញ្ញាពិតៗមានចំណេះដឹងពិតៗស្គាល់អំពីសភាពនៃចិត្តពិតៗមានលំនឹងផ្លូវចិត្តយើងពិតៗបាទហើយយើងនឹងមានការផ្លាស់ប្ដូរប៉ុន្តែយើងមិនអាចរៀនមួយថ្ងៃពីរថ្ងៃមួយអាទិត្យពីរអាទិត្យហើយយើងចេះមានចំណេះដឹងយើងស្វែងយល់បានទេយើងត្រូវតែសន្សំវាបន្តិចម្ដងនោះយើងនឹងមានឃើញនឹងមានការផ្លាស់ប្ដូរជាលិតពេលទំនេរបាទពីការងាររកស៊ីទទួលទានយើងអាចឆ្លៀតរៀនបានបាទអញ្ចឹងខ្ញុំសូមណែនាំបងប្អូនប៉ុណ្ណេះសិនជាទំព័រចាប់ផ្ដើមដំបូងបាទនៅមានទំព័រផ្សេងទៀតសូមអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលាសិន